Hello សួស្តីស្វាគមន៍ថ្នាក់នេះគឺថ្នាក់ Conversational English and ម្ដងទៀត Conversational English and ការសន្ទនាភាសាអង់គ្លេសនិង United States Citizenship Questions United States Citizenship Questions សំណួរសម្រាប់ការចូលសញ្ជាតិអាមេរិក Lesson 144 Lesson 144 ឬ Lesson 144 ឬ Lesson 144 ទាំង3ហ្នឹងមានន័យថាមេរៀនទី144 Wednesday 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 ថ្ងៃពុធ March 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 និងខែមីនា fifth 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 ទី5 2025 2025 ឬ 2025 មានន័យថាឆ្នាំ2025អានភាសាទៀត Wednesday March 5th 2025 មានន័យថាថ្ងៃពុធទី5ខែមិនិនាឆ្នាំ2025 He knows all the tea. He knows all the tea. He knows all the tea. គាត់ដឹងពីអាចកំបាំងនឹងការនិយាយដើមគេឬគាត់ស្គាល់តែទាំងអស់មួយឃ្លាហ្នឹងមួយល្បះហ្នឹង he knows all the tea បើសិនជាយើងបកប្រែត្រង់ឆៅមានន័យថាគាត់ស្គាល់ទាំងអស់តែគ្រប់ម៉ាក់គ្រប់យ៉ាងគ្រប់ប្រភេទគាត់ស្គាល់ទាំងអស់អូខេប៉ុន្តែតាមការពិតពេលជាភាសាអង់គ្លេសគេនិយាយអញ្ចឹងគេមានន័យថាគាត់ដឹងពីអត្ថកំបាំងគាត់ដឹងពីរឿងសម្ងាត់រឿងនិយាយដើមគេគាត់ដឹងទាំងអស់ហ្នឹងហើយមួយឃ្លាហ្នឹងមានន័យថាអញ្ចឹង he knows all the tea I rub my eyes I rub my eyes I rub my eyes ខ្ញុំញីភ្នែករបស់ខ្ញុំមួយទៀត I rub my feet I rub my feet ខ្ញុំធ្វើសរសៃជើងរបស់ខ្ញុំហើយ feet ហ្នឹងមានន័យថាជើងទាំងពីរខាងទាំងពីរមកគូបដោយហើយបើសិនជាយើងនិយាយទៅពីជើងតែមួយគឺយើងថា foot ម្ដងទៀត foot foot អូខេឥឡូវខ្ញុំសូមថែមអក្សរខ្មែរបន្តិចឲ្យយើងងាយសូត្រតាម foot ហើយចាំខ្ញុំទៅដាក់តម្លាក់ខាងក្រោម YouTube ហ្នឹងទៅគឺខ្ញុំដាក់ជាភាសាអង់គ្លេសផងខ្មែរផងដែលយើងអាច copy ទុក foot ហជាង foot maybe foot អូខេធ្វើមកចេញ foot មានន័យថាជើងសេម៉េចចូលស្អើនឹងងអញ្ចឹងជើងអូខេ foot ជើងតែមួយខាងទេ only one side អូខេខាងមកចំហៀងនៅជើងយើងថាមួយខាង English ខ្មែរ one foot ជើងតែមួយជើងមួយអូខេអញ្ចឹងទៅឲ្យស្រួលឃើញស្រួលអាន foot 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 គឺជាជើងឬក៏ជើងមួយ foot ហើយទៀត rub rub ញីឬក៏អង្អែលឬធ្វើសរសៃ rub rub ម្ដងទៀត rub អូខេទៀត he folds his arms he folds his arms he folds his arms គាត់បត់ដៃរបស់គាត់ she crosses her legs she crosses her legs she crosses her legs នាងអង្គុយគងជើង
How's the weather today ឥឡូវចាំខ្ញុំចុចនេះយើងស្ដាប់ជុំគ្នា How's the weather today? ម្ដងទៀត How's the weather today How's the weather today អាកាសធាតុថ្ងៃនេះយ៉ាងម៉េចដែរចម្លើយមួយដែលយើងអាចប្រើបាន It's nice out ឬ It's good It's nice out ឬ It's good អាកាសធាតុល្អណាស់ហ្នឹងយើងអាចឆ្លើយបានម្ដងទៀត It's nice out It's nice out ឬ It's good មានន័យថាល្អ It's good អាកាសធាតុយ៉ាងណាវាល្អ How's the weather today It's nice out It's good អូខេឥឡូវដល់សំណួរសម្រាប់ការចូលសញ្ជាតិអាមេរិកហើយ United States citizenship questions United States citizenship questions សំណួរសម្រាប់ការចូលសញ្ជាតិអាមេរិកអូខេយើងដល់អានេះយើង I think រៀនសារដើមហ្នឹងសារដើមសំណួរទី54 How old do citizens have to be to vote for president ម្ដងទៀត 54 How old do citizens have to be to vote for president ម្ដងទៀត54តើពលរដ្ឋត្រូវមានអាយុប៉ុន្មានដើម្បីបោះឆ្នោតជ្រើសរើសប្រធានាធិបតីអូខេចម្លើយ answer 18 and older 18 and older ឬ18និងអាយុលើសពីនេះ so 18ឆ្នាំឡើងទៅគឺម្នាក់នឹងអាចបោះឆ្នោតជ្រើសរើសប្រធានាធិបតីបានហើយ 55 What are two ways that Americans can participate in their democracy នឹងអង់គ្លេសទៅទេប៉ុន្តែបើសិនជាដឹងចម្លើយសាកឆ្លើយចុះអូខេឥឡូវខ្ញុំបើកជាភាសាខ្មែរឲ្យបន្ថែម 55 What are two ways that Americans can participate in their democracy 55តើមានវិធីពីរយ៉ាងណាខ្លះដែលជនជាតិអាមេរិកអាចចូលរួមក្នុងអីចេះក្នុងអីគេទេអត់ដឹងទេលិតក្នុងជួយអានជាភាសាខ្មែរខ្ញុំជាស្អីជាធិបតេយ្យអូខេប្រជាធិបតេយ្យអញ្ចឹងហ៎ចូលក្នុងអូខេអានអត់ចេញទេអូខេប្រជាធិបតេយ្យរបស់ពួកគេអូខេអាហ្នឹងគឺបើសិនជាខ្ញុំបកប្រែតាមពាក្យសាមញ្ញដែលខ្ញុំដឹងហ្នឹង What are two ways that Americans can participate in their democracy តើអ្នកដែលចូលសញ្ជាតិអាមេរិកហើយតើគាត់អាចធ្វើអ្វីពីរម្យ៉ាងដើម្បីបង្ហាញឲ្យគាត់មានសិទ្ធិជ្រើសរើសអញ្ចឹងណាអូខេទៅទៀតចម្លើយមានច្រើនប៉ុន្តែ two ហ្នឹងមានន័យថាពីរ So what are two ways that Americans can participate in their democracy អាហ្នឹងគេសូមឲ្យយើងឲ្យពីរយើងជ្រើសរើសពីរមួយណាដែលយើងចូលចិត្តដែលងាយចាំឥឡូវខ្ញុំអានភាសាជាអង់គ្លេសទាំងអស់សិនឲ្យស្ដាប់បន្តិចហើយចាំតិចខ្ញុំបើកជាភាសាខ្មែរឲ្យ Vote Join a political party Help with a campaign Join a civic group Join a community group Give an elected official your opinion on an issue Call senators and representatives
publicly support or oppose an issue or policy, run for office, write to a newspaper. អូខេមានច្រើនទាំងអស់មាន10ប៉ុន្តែយើងជ្រើសរើសអាណាពីរស្រួលងាយងាយយើងចាំអាហ្នឹងទៅកូនសិស្សនៅក្នុងថ្នាក់ខ្ញុំចាស់ចាស់ក៏ចូលចិត្តចម្លើយទី1 vote ហើយមួយទៀតដែលគាត់ចូលចិត្តហ្នឹងគឺ run for office នឹងងាយស្រួលងាយចាំខ្ញុំមានកូនសិស្សម្នាក់ដែរគាត់ចូលចិត្តមួយនេះ join a political party លោះហើយបងប្អូនពូមីងអំពូបើសិនជាចង់ជ្រើសរើសមួយណាស្រេចចិត្តប៉ុន្តែ3មុខហ្នឹងគឺថ្នាក់ខ្ញុំកូនសិស្សនៅក្នុងថ្នាក់ខ្ញុំគាត់ចូលចិត្ត vote run for office ហើយនឹង join a political party យើងរៀនតែពីរបានហើយឲ្យតែយើងស្រួលតែចាំអូខេ55 what are two ways 55 what are two ways that Americans can participate in their democracy ចម្លើយពីរដែលយើងអាចឆ្លើយបាន vote បោះឆ្នោតឬ run for office run for office ប្រកួតប្រជែងដណ្ដើមតំណែងនយោបាយអូខេនេះខ្ញុំអានឲ្យស្ដាប់ពេកសំណួរដដែល what are two ways that Americans can participate in their democracy join a political party join a political party ចូលរួមជាមួយគណៈកម្មស្អីគេគណៈនយោបាយអូខេ join a political party ទៅទៀត vote អាហ្នឹងងាយ vote បោះឆ្នោតចម្លើយមួយទៀត run for office ប្រកួតប្រជែងដណ្ដើមតំណែងនយោបាយមួយទៀត help with a campaign help with a campaign ជួយក្នុងពាក្យហ្នឹងខ្ញុំពិបាកអានយុទ្ធនាការស្អីគេអូខេអត់ដឹងទេគឺអាហ្នឹងបើសិនជាខ្ញុំបកប្រែតាមដែលខ្ញុំយល់គឺ help with a campaign ដូចទីហោមានអ្នកដែលជាគេបោះឆ្នោតឬក៏រត់ជាគណៈកម្មរត់ជាតំណែងក្នុងផ្នែកខាងនយោបាយគឺមានអ្នកគ្រប់គ្រងដែលជួយដាក់ប៉ាយជួយហៅមនុស្សជួយគ្រប់គ្រងហ្នឹងគឺអាហ្នឹងឯង help with a campaign help ហ្នឹងមានន័យថាជួយ with a ជាមួយ campaign គឺការផ្សព្វផ្សាយដំណឹងហៅគេឯងឲ្យមកជួយបោះឆ្នោតអញ្ចឹងណា help with a campaign មួយទៀត join a civic group join a civic group so ចូលរួមជាមួយក្រុមពលរដ្ឋមួយទៀតគឺ join a community group join a community group ចូលរួមក្រុមសហគមន៍អូខេ join a community group give an elected official your opinion on an issue give an elected official your opinion on an issue ដល់យោបល់ដល់មន្ត្រីដល់មន្ត្រីជាប់ឆ្នោតរបស់អ្នកស្អីគេលើឬចឹងហ៎របស់អ្នកហើយបញ្ហាមួយអូខេម្ដងទៀត give an elected official your opinion on an issue so អ្នកដែលចូលសញ្ជាតិអាមេរិកហើយអ្នកដែលចូលជាពលរដ្ឋអាមេរិកគឺមានសិទ្ធិឲ្យយោបល់ឬក៏ប្រាប់ពីថាយើងបែរតីអីមិនបែរអីតែអ្វីមួយនៅអ្នកដែលជាប់ឆ្នោតដែលកាន់តំណែងនយោបាយហ្នឹងយើងមានសិទ្ធិទៅប្រាប់គាត់ហើយយើងគិតយ៉ាងម៉េចខ្លះ
Okay មួយទៀត call senators and representatives call senators and representatives ទូរស័ព្ទទៅសមាជិកព្រឹទ្ធសភានិងតំណាង Okay call senators and representatives អ្នកដែលតំណែងនឹង senators and representatives យើងមានសិទ្ធិទៅគាត់បានហើយសួរសំណួរឬក៏ឲ្យយោបល់អីមួយគឺយើងមានសិទ្ធិតាក់ទងគាត់បាន publicly support or oppose an issue or policy publicly support or oppose an issue or policy គាំទ្រឬប្រឆាំងជាសាធារណៈចឹងត្រូវណាជាសាធារណៈចំពោះបញ្ហាឬគោលឬអីគេចេះគោលនយោបាយអូខេខ្ញុំមិនដឹងថាអានដឹងឬខុសទេព្រោះភាសាខ្មែរខ្ញុំមិនសូវប្រកែក Hello, publicly support or oppose an issue or policy មានន័យថាយើងមានសិទ្ធិទៅបង្ហាញថាយើងជួយគ្រប់គ្រងឬក៏ប្រឆាំងនៅក្នុងច្បាប់អ្វីមួយដែលយើងពេញចិត្តឬមិនពេញចិត្តយើងមានសិទ្ធិទៅដាក់ป้ายទៅប្រឆាំងទៅឈរតាំងទីហើយប្រាប់គេឯងទាំងអស់យើងមិនលាក់ទេយើងមានសិទ្ធិប្រាប់ថាយើងគិតអ្វីខ្លះអញ្ចឹងទៅ Okay write to a newspaper write to a newspaper ឥឡូវយើងមានសិទ្ធិសរសេរទៅកន្លែងកាសែតទៅយទីហើយយើងអត់ចូលចិត្តអ្វីមួយយើងមានសិទ្ធិសរសេរថាអូច្បាប់នេះខ្ញុំអត់សូវចូលចិត្តទេព្រោះអីវាប៉ះពាល់ក្រុមគ្រួសារខ្ញុំអញ្ចឹងយើងអាចរៀបរាប់ប្រាប់គេបានយើងមានសិទ្ធិទៅតាក់ទងផ្នែកខាងកាសែតហើយផ្សព្វផ្សាយអ្វីដែលយើងគិតហ្នឹងអូខេប៉ុណ្ណឹងឯងចាប់ហើយ that's it thank you ជួបគ្នាទឹកក្រោយ bye bye អរគុណ